បាត់មុខយូសំស្រីនិចលេចមុខក្នុងទម្រង់ល្ខោនបាសាសម័យ Digital រឿងកែវមនីរតនាធីតាមុខសេះជាមួយលោកពេនចម្រុងបាត់មុខពីសាកសម្ដែងយូស្រាប់តែតារាស្រីសំស្រីនិចបានលេចមុខជាថ្មីនៅក្នុងទម្រង់ល្ខោនបាសាសម័យ Digital រឿងកែវមនីរតនាធីតាមុខសេះជាមួយលោកពេនចម្រុងតាមរយៈស្នាដៃសម្ដែងរបស់នាងរួមជាមួយសិល្បកររាប់រយនាក់ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជនទស្សនីយភាពទម្រង់ល្ខោនបាសាសម័យ Digital រឿងកែវមនីរតនាធីតាមុខសេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានសម្ដែងជូនសាធារណជនទស្សនាកម្សាន្តអារម្មណ៍កាលពីចុងសប្តាហ៍មុនកញ្ញាសំស្រីនិចត្រូវបានជ្រើសរើសសម្ដែងនាងកែវមនីរតនាឬនាងកែវណាម៉ាថ្មីត្បិតតែជាលើកដំបូងដែលសំស្រីនិចសម្ដែងក្នុងទម្រង់ល្ខោនបាសានេះប៉ុន្តែនាងពិតជាធ្វើបានយ៉ាងល្អមិនថាពេលសម្ដែងជានាងកែវណាម៉ាដែលមានមុខមាត់មិនសូវស្អាតឬជានាងកែវមនីរតនាដែលមានសម្រស់ផូរផង់ជាស្ដែងអ្នកដែលបានទៅទស្សនាផ្ទាល់បានលន់មាត់សរសើរនាងគ្រប់គ្នាកញ្ញាសំស្រីនិចបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថានាងពិតជារីករាយណាស់ដែលបានចូលរួមសម្ដែងនៅក្នុងល្ខោនបាសាសម័យ Digital រឿងកែវមនីរតនាធីតាមុខសេះដែលមានសិល្បកររាប់រយនាក់ចូលរួមសម្ដែងបន្ទាប់ពីមានវត្តមាននៅក្នុងល្ខោនបាសានេះរួចសំស្រីនិចក៏ត្រៀមខ្លួននឹងប្រឡូកក្នុងវិស័យសិល្បៈឡើងវិញក្រោយបាត់មុខពីសាកសម្ដែងអស់ពេលជាច្រើនឆ្នាំនាងរំពឹងថាការវិលត្រឡប់របស់ខ្លួនលើកនេះនៅតែទទួលបានការស្រឡាញ់និងការគាំទ្រពីសំណាក់បងប្អូនទស្សនិកជនគួររំលឹកផងដែរថាកញ្ញាសំស្រីនេះគឺជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់នាងធ្លាប់លេចមុខនៅក្នុងរឿងភាគនិងរឿងដំជាច្រើនប៉ុន្តែក្រោយពីល្បីឈ្មោះនាងសម្រេចចិត្តចាក់ចែងពីសិល្បៈដើម្បីងាកទៅចាប់អាជីពរកស៊ីជំនួសវិញដោយលេចទៅតែមួយឆ្នាំចុងក្រោយនេះនាងសម្រេចចិត្តវិលត្រឡប់មកកាន់សាកសម្ដែងឡើងវិញ